ចម្លើយទំព័រទី2បំពេញចន្លោះខាងក្រោមចំនួន80លាន250,346ចឹងគេឲ្យបំពេញចន្លោះគេសួរថាតើលេខ8នៅខ្ទង់10លានមានតម្លៃចុចអញ្ចឹងបើលេខ8នៅខ្ទង់10លានយើងត្រូវដាក់តម្លៃ8គុណនឹង10លានចឹងស្មើនឹង80លានលេខ0នៅខ្ទង់ពាន់មានតម្លៃអញ្ចឹង0នៅខ្ទង់ពាន់នេះមានតម្លៃ0គុណនឹងបើវាក្នុងពាន់គុណនឹង1000ចឹងចំនួនណាក៏ដោយបើ0គុណនឹងចំនួនអ្វីគឺនៅតែស្មើ0ដដែលលេខ5នៅខ្ទង់ចឹងយើងមើលមានលេខ5តែមួយគត់គឺនៅខ្ទង់10000ហើយវាមានតម្លៃអញ្ចឹងយើងត្រូវយក5គុណនឹង10000ស្មើនឹង50000ចម្លើយទំព័រទី2សរសេរចំនួនខាងក្រោមជាទម្រង់ពង្រាយក15លាន721,540ស្មើ10លានបូកជាមួយនឹង5លានបូក7សែនបូកនឹង20000បូកនឹង1000បូកនឹង500បូកនឹង40ចុងក្រោយគឺបូកនឹង0ខ281លាន2,183ស្មើ200លានបូកនឹង80លានបូកនឹង1លានបូកនឹង2សែនបូកនឹង0បូក0បូក100បូក80ចុងក្រោយគឺបូកនឹង3ក៏308លាន5350ស្មើ300លានបូកនឹង0បូក8លានបូកនឹង0បូកនឹង0បូកនឹង5000បូកនឹង300បូកនឹង50បូកនឹង0